ហើយខ្ញុំសូមផ្ដាំទៅដល់ស្រីគ្រប់គ្នាដែលពាក់ព័ន្ធមួយប្តីខ្ញុំពីដើមមកតែខ្ញុំចាប់បានទាំងអស់សូមបើឃើញព័ត៌មាននឹងឲ្យជួយ share ដល់ផងមានស្រីច្រើនផងប្តីបាយស្រីច្រើនពុះស្រីប្រមាណអ្នកបងតាំងពីតាក់តងបាយមកតាំងពីខ្ញុំចាប់បានមក13នាក់ទាំងហ្នឹងហើយ13នាក់យីបងស៊ីក៏ស្រីច្រើនម្លឹងបងគាត់ចង់យកអ្នកណាយកចោលខ្ញុំអត់មានខឹងទេឲ្យជូនពរឲ្យនៅជាមួយគេឲ្យបានសុខចោះកុំឲ្យម្នាក់ស្រីហ្នឹងទៅរកប្រុសហើយគាត់ហ្នឹងទៅរកស្រីទៀតដូចរាល់ថ្ងៃចឹងកុំធ្វើអញ្ចឹងប្តីប្រពន្ធស្រឡាញ់គ្នា13ឆ្នាំចាញ់ស្រឡាញ់គ្នាត្រឹមរយៈពេល1ខែបែរជាប្តីរត់ចុះចោលគាត់ដោយទៅតាក់ទងអ្នកថ្មីសែនព្រេងអីផ្សេងធ្វើឲ្យគាត់ចុកចាប់ខ្លាំងមែនទែនអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថាប្តីឆ្លាតទៀតរបស់ដែលទិញរួមគ្នាទាំងប្រមាណរាល់ការដែលទិញលុយសុទ្ធគឺគាត់យកទៅរបស់ដែលបានជំពាក់គេបងរំលោះទៅធនាគារទុកឲ្យប្រពន្ធអ្នករ៉ាប់រងឥឡូវនេះប្រពន្ធប្រកាសជាសាធារណៈផ្ដាំទៅប្តីឲ្យមកធ្វើការដោះស្រាយជាមួយគាត់អត់ចង់បានយកប្តីមកធ្វើជាគូស្មារតីវិញទេចង់បានតែម្យ៉ាងគត់ឲ្យចូលដោះស្រាយគ្នាឲ្យត្រឹមត្រូវថាតើគួរត្រូវបែងចែកបងធនាគារប្រមាណភាគរយម្នាក់ហើយតើត្រូវជួដោះស្រាយបន្តជាមួយនឹងគ្នាដោយរបៀបណាបើមិនណានៅតែព្យាយាមគិតបែបហ្នឹងតើមានដំណោះស្រាយដែរឬទេចង់ដឹងរឿងរ៉ាវលម្អិតបែបណាសូមបងប្អូនស្ដាប់កិច្ចសភារវាងខ្ញុំជាមួយនឹងបងស្រីទាំងអស់គ្នាជំរាបសួរបងមកពឹងឲ្យខ្ញុំសបស្រាយនេះតើបងមានបញ្ហាអីកង្វល់អីដែរបញ្ហាប្តីគាត់ចោះចោលផ្ទះគាត់អត់មានដោះស្រាយគាត់អត់មានមនុស្សខុសត្រូវរឿងគ្រួសារមកយ៉ាងម៉េចគាត់ចោះចោលបែងលក្ខណៈថាគាត់ទៅមានអ្នកថ្មីឬមួយក៏យ៉ាងណាគាត់មានអ្នកថ្មីច្បាស់អត់ថាប្តីមានអ្នកថ្មីខ្ញុំមានផាសតាងនេះខ្ញុំមានផាសតាងតែគាត់សែនព្រេងមួយគ្នាទៀតបងប្អូនប្រិមិត្តបងស្រីមានកង្វល់រឿងប្តីនឹងចោះចោលគាត់ដោយមិនទាន់បានលែងលក្ខណៈត្រឹមត្រូវហើយទៅធ្វើការរៀបសែនជាមួយនឹងអ្នកថ្មីទាំងដែលមិនទាន់បានដាច់ស្រេចជាមួយនឹងគាត់ទាំងដែលមិនទាន់បាននិយាយពាក្យថាបែកគ្នាជាមួយនឹងគាត់ឡើយដោយគាត់នេះដឹងហើយធ្វើម៉េចបើថាបើមានថ្មីក៏មានទៅចោះប៉ុន្តែធ្វើមិនដេចឲ្យមកដោះស្រាយជាមួយនឹងគាត់ឲ្យបានត្រឹមត្រូវឲ្យដាច់ស្រេចព្រោះគាត់ត្រូវការភាពច្បាស់លាស់មានថ្មីរៀងខ្លួនទៅមិនមែនជារឿងបញ្ហាតែសំខាន់រឿងច្បាស់ហ្នឹងតែម្ដងបន្ទាប់ពីគាត់ទៅមានអ្នកថ្មីហើយតើកង្វល់ដែលប្រឈមជាបញ្ហារបស់បងគឺជាអ្វីប្រឈមគឺបំណុលលុយធនាគារមិនតបអង្គលោះហើយដល់ឡានហ្នឹងអត់មានប្រាក់គេគាត់យកទៅអញ្ចឹងរាល់របស់ដែលបានទិញដោយលុយសុទ្ធទិញដាច់គឺត្រូវបានគាត់យកទៅហើយដោយឡែករបស់ដែលបានទិញរួមគ្នាហើយក្នុងការបង់រំលោះជំពាក់គេគឺគាត់ទុកឲ្យបាយទាំងអស់មានអីខ្លះបងដែលគាត់ទុកឲ្យបាយហើយជារបស់ជំពាក់គេហ្នឹងបន្ទោបង់រំលោះមួយហើយដីលុយទៅទិញយកធនាគារហ្នឹង10000ជាងអញ្ចឹងនឹងគាត់ទុកបន្ទុកលើបាយចាហើយនឹងកូនម្នាក់ទៀតកូនរាល់ថ្ងៃបាយតាំងពីពេលដែលបាយចាប់ផ្ដើមចងចំណងស្នេហាជាមួយគាត់បន្សល់កូនប្រហែលអ្នកកូនមួយឥឡូវនេះកូននៅលើបងណោះនៅពេលដែលគាត់មានថ្មីអញ្ចឹងហើយបងតាមតន់អញ្ចឹងបងមានបានទៅជួបមុខគាត់ផ្ទាល់សួរនាំគាត់ផ្ទាល់ដែរឬទេសួរខ្ញុំតាមទៅដល់ផ្ទះជួលគាត់3ដងអញ្ចឹងហើយដល់ហើយខ្ញុំទៅដាក់ពាក្យប្តឹងដល់គេមិនដោះស្រាយមួយខ្ញុំដាក់ពាក្យប្តឹងពីកន្លែងគេព្រមចូលខ្លួនដោះស្រាយទេគឺគេប្រកែកថាខ្ញុំនឹងចោទគេតែខ្ញុំមានផាសតាងទាំងអស់គាត់ថាខ្ញុំចោទគាត់បាទចាបងប្អូនប្រិមិត្តដូចបានជម្រាបអញ្ចឹងបងស្រីគាត់កើតទុកមិនសុខចិត្តរឿងប្តីគាត់ណាស្គាល់គ្នាប្រហែលឆ្នាំប្តីខ្ញុំមកស្គាល់គ្នារយៈពេលខ្លីដែរតែខ្ញុំបានរៀបចំហ្នឹងឲ្យរយៈពេល3ឆ្នាំខ្ញុំរស់នៅមួយគ្នារស់នៅជាមួយនឹងគ្នា3ឆ្នាំ13ឆ្នាំបាទរស់នៅជាមួយគ្នា13ឆ្នាំចា13ឆ្នាំ13ឆ្នាំបន្សល់តែកូនមួយណោះបាទបងប្អូនប្រិមិត្តឃើញថាប្តីប្រពន្ធដែលរស់នៅជាមួយនឹងគ្នារយៈពេល13ឆ្នាំត្រូវបានចុងក្រោយគាត់ទៅរកអ្នកថ្មីបន្សល់ឲ្យគាត់នឹងធ្វើការរ៉ាប់រងសងនៅបំណុលគេគាត់មិនចង់បានអីប្រហែលទេនៅក្នុងសាច់រឿងនេះគឺចង់បានធ្វើម៉េចឲ្យដាច់ស្រេចដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថារាល់របស់ដែលរករួមគ្នាគឺមានន័យថាខាងភាគីដែលប្តីគាត់ហ្នឹងបានធ្វើការយកទៅអស់ហើយដែលទិញលុយសុទ្ធដាច់ណាប៉ុន្តែរបស់ដែលធ្វើការបង់រំលោះគឺទុកនៅបងស្រីជាអ្នករ៉ាប់រងនិងជាបន្ទុកដល់ពេលអញ្ចឹងទៅគាត់វាថាដូចកង្វល់ខ្លាំងមែនទែនហើយអ្វីដែលបងចង់ស្នើសុំនៅក្នុងសាច់រឿងព័ត៌មានតើបងចង់បានអីចង់បានឲ្យគាត់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ឲ្យខ្ញុំឲ្យតែច្បាស់លាស់ជាមួយខ្ញុំប្តីបងនឹងមានឈ្មោះអីបងស្រីឈ្មោះជីបស៊ីបានប្តឹងទៅតាមសង្កាត់ទៅតាមភូមិឲ្យអស់ណោះចាប្តឹងឲ្យអស់ហើយតែគេអត់ចូលខ្លួនដោះស្រាយទេគេកិច្ចបែបលឺខ្ញុំប្រាប់បាយថាដំបងឡើយរឿងរ៉ាវដើមតងតែគេបានកិច្ចជាយាមមិនចូលមកនៅជាមួយបាយមិនចូលដោះស្រាយមួយបាយនៅសារអីបាយប្រឹងប៉ូលីសទៅចាប់គេនៅជាមួយស្រីមិនហ្នឹងហើយនៅជាមួយស្រីពួកអីផោះតាំងមុនដំបងគាត់ថាទៅធ្វើការនៅខេត្តដល់ពេលហ្នឹងទៅគាត់ទៅលូកសែនមួយគេការប្រជុំឆ្នាំ2025ហ្នឹងខែប្រជុំដល់ពេលខែ12ខ្ញុំបែកធ្លេរូបសែនហ្នឹងមកខ្ញុំក៏សួរគាត់ក៏មកវិញគាត់មកវិញរយៈពេលបានពីខែ12ដល់ខែ4ហើយមករយៈខែ4ហ្នឹងគាត់មិនដឹងមួយខ្ញុំអត់ដែរទៅរកស្រីហ្នឹងទេដល់ពេលហើយម្នាក់ស្រីហ្នឹងរយៈពេលពីខែ3ខែ4នេះគឺម្នាក់ស្រីហ្នឹងទេមករកខ្ញុំរហូតទេមកសួររកប្តីខ្ញុំក៏ប្រាប់គេតង់ថាប្តីខ្ញុំនៅជាមួយខ្ញុំពេលហ្នឹងដល់ពេលហើយមកពីចូលឆ្នាំវិញហ្នឹងខែ4ហ្នឹងចុងខែ4ប្តីខ្ញុំទៅនៅជាមួយគេវិញទៅនៅជាមួយគេហ្នឹងដល់ពេលដើមខែ5ថ្ងៃទី2ខ្ញុំហៅប៉ូលីសទៅចាប់ដល់ស្រីផ្ទះស្រីហ្នឹងអូបាយធ្លាប់ហៅប៉ូលីសឲ្យចុះទៅចាប់នៅពេលដែលកំពុងតែនៅជាមួយគ្នាទៀតនៅជាមួយគ្នាហ្នឹងប្តីខ្ញុំទៅនៅបានមួយអាទិត្យខ្ញុំក៏ហៅប៉ូលីសទៅចាប់ដល់ផ្ទះស្រីហ្នឹងហើយហៅចូលប៉ុស្តិ៍ខណ្ឌសែនសុខ
នៅពេលហ្នឹងដោះស្រាយគ្នាដាច់ស្រេចអត់ ពេលហ្នឹងអ្នកស្រីហ្នឹងបានធ្វើកិច្ចសន្យាទៅ3អ្នកខ្ញុំប្តីខ្ញុំថាឈប់តាក់ទងប្តីខ្ញុំហើយតែគេធ្វើជាវីដេអូគេអត់មានធ្វើជាក្តាស់ទេណា បាទ ប៉ូលីសគាត់ធ្វើជាវីដេអូ ហើយចុះដល់ពេលចុងក្រោយនៅតែតាក់ទងគ្នាទៀត ពេលហ្នឹងបានតែមួយថ្ងៃទេប្តីខ្ញុំទៅនៅមួយគេវិញនៅមួយគេហើយដល់ពេលបាន5ថ្ងៃគាត់មកវិញមកផ្ទះខ្ញុំវិញមកនៅមួយខ្ញុំវិញតែបើរយៈពេលគាត់មកនៅហ្នឹង20ថ្ងៃជាងហ្នឹងគឺគាត់អាចយករហូតដល់ពេលថ្ងៃទី1ខែ6ខ្ញុំក៏សុំលុយគាត់យកទៅបង់ធនាគារគាត់អត់ឲ្យខ្ញុំទេគាត់ឆ្លោះខ្ញុំគាត់ឆ្លោះហើយគាត់អាចបោកកុំព្យូទ័របោកអីបែកអស់ទៀតពេលហ្នឹងខ្ញុំក៏ទៅធ្វើការទៅដល់ហើយទៅបានមួយថ្ងៃម្លងមួយថ្ងៃមកគាត់មករើឲ្យបានចេញបាត់ពេលថ្ងៃខ្ញុំអត់នៅផ្ទះទេ ឥឡូវនេះបងច្បាស់ណាថារឿងរ៉ាវដែលបងបានជម្រាបប្រាប់ខ្ញុំនេះគឺជារឿងរ៉ាវពិតទាំងអស់មិនមានការបំភ្លៃនៃការពិតណាមួយ អត់មាន20ទេអ្នកចិត្តខាងគេក៏ដឹងលឺទាំងអស់អ្នកបើមិនជឿសួរអ្នកទទួលជួលចិត្តដឹងគេដឹងទាំង អ អ រ ស់ គុណបងស្រីអរគុណបងប្អូនជាទីមេត្រីសូមជម្រាបឲ្យបងប្អូនយល់បន្តិចជុំវិញនឹងករណីនេះមានន័យថាបងស្រីគាត់ត្រូវបានប្តីនឹងផិតក្បត់គាត់ទៅមានអ្នកថ្មីលួចសែនព្រានជាមួយគ្នាសំគុំជាមួយនឹងគ្នាលាក់នឹងលាក់ទៅហើយក៏ចុះចោលគាត់ទុកឲ្យគាត់រ៉ាប់រងនៅក្នុងការសងទៅលើបំណុលរបស់គេហើយបច្ចុប្បន្ននេះគាត់អត់ចង់បានអីទេទី1ធ្វើម៉េចឲ្យខាងប្តីគាត់នឹងចូលមកធ្វើការដោះស្រាយជាមួយគាត់ឲ្យដាច់ស្រេចថាតើគួរសងបំណុលប្រមាណម្នាក់ហើយថាតើត្រូវចាយគ្នាអីខ្លះឲ្យផ្សេងៗអញ្ចឹងទៅហើយគាត់សុំតែប៉ុណ្្នឹងឡើយមិនចង់បានឲ្យត្រឡប់មករួមរស់នៅជាមួយគាត់វិញទេបើទៅបើបែកចិត្តពីគាត់ទៅហើយទៅរកអ្នកថ្មីទៅហើយគាត់មិនចង់ឲ្យមកវិញឡើយចង់បានតែបែបហ្នឹងអញ្ចឹងសូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែលបានជ្រាបជុំវិញនឹងព័ត៌មាននេះតែប៉ុណ្ណេះបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារៈមាត់រហ័សស្បែកត្រង់មិនមានអ្វីច្រើនឡើយគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងព័ត៌មាននេះខ្ញុំបាននឹងធ្វើការអាប់ដេតក៏ដូចជារាយការណ៍នៅព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាបន្តទៅខ្ញុំបាទមានសារៈសូមអរគុណនិងសូមគោរពលា